Ngày nay thấy cái vô giờ đợi chơi tám ba đồn cầm cọ dân phước ca nên to phơn đồng lại có một tơ chôn bon bon này chẳng đấy mà bị té đập chạy ra mà thơ ca mà cái số thử ấy ai thơ ca nó nè thơ này vậy kìa để xe nhá đa to phơn to ấy chẳng đấy nó khúc sập à lỡ không chẳng những là tất cả những cái chẳng này một mà giờ nó bằng lại vũ ngày thì hiện to lên tới chứ tới hiện non tới hiện time à lỡ vì ta mà toán là pe à lỡ ngày nắng về điện nhiên làm mình chẳng đấy ôi 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 chẳng đôi bon bon khơi chẳng à lỡ giờตลอดมาชุบគ្នាใส่mấy chỉ môi năng PC ปีนี้chẳng nhom mà điệp rọp chú này PC នេះក៏យើង custom ជូនភ្ញៀវដូចគ្នាដែរគាត់បោះតែបាត់ចិត្តមកខាងយើងឯងចឹងគឺនៅ PC Padding យើងមានទទួលវា PC រាល់ថ្ងៃចឹងគឺយើងមានការងាររាល់ថ្ងៃយើងអត់ឲ្យបងខ្វះខាតទេតួ component មួយចំនួនវាតម្លៃវាប្រែប្រួលវាឡើងថ្លៃក៏ដោយវាមិនទាន់តម្លៃថេក៏ដោយតែយើងព្យាយាមឲ្យបានតម្លៃល្អជូនបងដដែលហើយអត់ឲ្យបងខ្វះខាតទេបើយ៉ាងមិន RAM recommend បងជីដល់ជី center ហើយតម្លៃវាក៏មិនថ្លៃណាស់ដែរបងមកសំរុំទេដោយបងបានឃើញចឹងហើយយើងនឹង update ជូនបងថ្មីជារៀងរាល់ថ្ងៃបើសិនជាចុះថ្លៃយើងនឹងចុះថ្លៃជូនអ្វីដែលរក្សាបាននៅនឹងតម្លៃល្អយើងនឹងរក្សាជូនបងដូចគ្នាដូចបងកលេសមកមើល PC របស់យើង spec PC នេះវិញដែរគឺគាត់ចង់បានស្អាតជាមួយនឹង performance ហើយគាត់ចង់យកទៅលេងនៅ game ទេអញ្ចឹងអាទូចនេះគឺលេង game បងហើយក៏លេង game ក្នុងកម្រិត FHD គាត់ថាសុំមកកប់បងហើយសុំមកស្អាតដាក់លើតុមកឃើញ clean ហ្មងដាក់តាំងក្នុងផ្ទះយកអញ្ចឹងដូចបងឃើញអញ្ចឹងអានេះយើងប្រើជាមួយ spec AMD បង AMD នេះគឺជំនាន់ខ្ពស់ដែរ 5600X អញ្ចឹងគឺតម្លៃវាសមរម្យមែនតើជាមួយនឹង PC នេះវាបាត់ចិត្តគាត់ក្នុង700អីចឹងណាហើយតាមដើម្បីគាត់លេងចឹងទៅអាចតាមនឹងចឹងបងហើយសម្រាប់ PC នេះវាអាចចូលចន្លោះ8ទៅ900ចាក់ពី700ទៅបងអាច custom បានប្រភេទពួក gaming យកទៅលេង game ជូនបងបានហើយអានេះយើងប្រើ graphic card 10PG ជូនគាត់ហើយជាមួយនឹង PC នេះគឺស្អាតហើយកញ្ចក់វាបងដូចបងឃើញហ្នឹងគឺ clean ហ្មងគឺយើងរៀបមកស្អាតជូនមកការធំឯណាបងទូចហ្មងទូច That's kind of small ស្អាតមែនតើអូខេអញ្ចឹងអាទូចនេះយើងមើលប៉ុណ្ណឹងបានទេឥឡូវយើងមកមើលអាធំនេះអាធំនេះគឺបងគាត់យកធ្វើការគឺផ្ដោតការងារសុទ្ធតែបងគាត់យកទៅ render design អីហ្នឹងគាត់ផ្ដោតលើ engineering ការងារធ្ងន់ឥឡូវយើងក៏លេខទៅមើល spec របស់វាវិញគាត់ចង់បានស្អាតគាត់ចង់បានគុណភាពដែរអញ្ចឹងយើងប្រើជាមួយ liquid ប្រភេទពួកកញ្ចក់ curve កញ្ចក់ជុំយ៉ាអីដល់បានហើយយើងដាក់វាចូលមកហើយជាមួយនឹង graphic card ផងដែរយើងប្រើជាមួយនឹង RTX 5712G PNY អានេះថ្មីព្រោះឥឡូវ graphic ក៏វាឡើងថ្លៃដែរតែមិនឡើងណាទេតែយើងនឹងព្យាយាមឲ្យតម្លៃល្អដដែល spec PC របស់គាត់នេះគឺគាត់ custom ក្នុង2000ជាងក្នុង2000ហ្នឹងតែគាត់មាន monitor របស់គាត់មួយទៀតក្រៅពីហ្នឹងគឺយើងប្រើ motherboard ROG ហើយជាមួយ CPU វិញ Core i7 ជំនាន់ទី14KF ហើយអញ្ចឹងដូចជា RAM 32G មួយដើមយើងប្រើមួយដើម 32G ជូនគាត់ទៅនេះផងដែរគឺស្អាតមែនតើហើយសម្រាប់ការងារយើងផ្ដោតលើការងារតែរូបរាងស្អាត performance ទាំងអស់ហើយជាមួយ power supply 850W 80+ gold វាយ render ចុះជាចុងក្រោយយើងសូមអរគុណដល់គណៈអតិថិជនទាំងអស់ពីខ្ញុំជាងភ្លើងយើងជួបគ្នានៅវីដេអូក្រោយបាយបាយ